ឥឡូវយើងធ្វើលំហាត់បន្តទៀតគឺឲ្យយើងបញ្ចេញមួយចំនួនពី radical អញ្ចឹងយើងមើលនៅក្នុងលំហាត់បន្ទាប់នេះគឺលំហាត់លេខ54ឥឡូវយើងយក54នេះមកចែកជាកតាបឋមដើម្បីលើកជាស្វ័យគុណជា54យើងអាចចែកដាច់នឹង2អញ្ចឹងយើងយកមកចែកនឹង2យើងគិតម្ដងមកខ្ទង់មកយើងយក5ចែកឲ្យ2បាន2នៅសល់1នៅសល់1ផ្គុំនឹង4ក៏14ចែកឲ្យ2បាន7ហើយ27យើងចែកនឹង2អត់ដាច់ទេគឺយើងត្រូវយកទៅចែកនឹង3 27ចែកឲ្យ3បាន9ចែកនឹង3ទៀតបាន3ហើយ3ចែកនឹង3បន្តទៀតបាន1អញ្ចឹងអស់ហើយបន្ទាប់មកយើងរឹបមើលឃើញលេខ3មានចំនួន3កតាអញ្ចឹងយើងអាចលើកជាគូបបានគឺបាន3គូបហើយយើងនៅសល់2នេះ1កតាទៀតនេះគឺជាចំនួនដែលនៅសល់អញ្ចឹងយើងយក3គូបគុណនឹង2នេះមកជំនួសឲ្យលេខ54យើងដាក់3គូបគុណនឹង2ហើយយើងដាក់រឹសគូបឲ្យមកវិញបន្ទាប់មកទើបយើងរកលេខដែលចេញក្រៅ radical អញ្ចឹងចំពោះលេខ3មានស្វ័យគុណ3អាចចេញក្រៅ radical បានគឺយើងចេញមកក្រៅបាន3ហើយចំពោះលេខ2មិនអាចចេញក្រៅ radical ទេដោយសារតែអត់មានស្វ័យគុណដូច្នេះយើងអាចចេញបាន3នៅជិប2ឥឡូវបន្តមកដល់លំហាត់អក្សរតូគឺចូលដល់លេខ135គឺយើងចែកដូចគ្នាដែរយើងយក135នេះមកចែកជាកតាបឋមហើយយើងរកលេខដែលអាចចែកដាច់អញ្ចឹងលេខនេះគឺចែកដាច់នឹង5ចឹងយើងចាប់ផ្ដើមយក135ចែកនឹង5អញ្ចឹងលេខនេះយើងកាត់យក2ខ្ទង់បាន13ចែកនឹង5បាន2ហើយនៅសល់3យក3ទៅផ្គុំនឹង5កើត35យើងចែកនឹង5បាន7ហើយយើងបាន27នេះយើងចែកនឹង5ទៀតអត់ដាច់ទេគឺត្រូវចែកនឹង3យើងយកចែកនឹង3មកគឺបាន9គឺចែកនឹង3បន្តទៀតបាន3ហើយ3យើងអាចចែកនឹង3បន្តទៀតបានគឺបាន1ចឹងអស់ហើយឥឡូវពេលដែលយើងរឹបមកលេខ3មាន3កតាអញ្ចឹងយើងអាចលើកបាន3ស្វ័យគុណ3ហើយគុណជាមួយនឹង5មួយកតាទៀតចឹងមានន័យថា125គឺស្មើនឹង3ស្វ័យគុណ3គុណនឹង5អញ្ចឹងយើងយក3ស្វ័យគុណ3គុណនឹង5នេះមកជំនួសឲ្យ135យើងដាក់3ស្វ័យគុណ3គុណនឹង5ដាក់ radical មានសន្ទុះ3ឬហើយយើងមើលលេខដែលអាចចេញក្រៅ radical បានលុះត្រាតែមានស្វ័យគុណស្មើនឹងសន្ទុះនៃ radical អញ្ចឹងលេខ3មានស្វ័យគុណ3អាចចេញក្រៅបានតែចំពោះលេខ5គឺនៅជាប់ radical ចឹងយើងមិនអាចចេញលេខ5ទេគឺយើងចេញបានតែលេខ3ណែនៅជាប់5ឥឡូវបន្តមកដល់លំហាត់អក្សរបន្ទាប់មកគឺយើងយកលេខដែលនៅក្នុង radical នោះមានលេខ192យើងយកមកចែកដូចគ្នាដែរលេខនេះចែកដាច់នឹង2អញ្ចឹងយើងកាត់យក2ខ្ទង់បាន19ចែកនឹង2យើងបាន9នៅសល់1ដាក់ផ្គុំនឹង2កាត់12ចែកឲ្យ2បាន6ចេះយើងចែកបាន96យក96ចែកនឹង2បន្តទៀតអានេះយើងយកមកខ្ទង់មកយក9ចែកឲ្យ2បាន4នៅសល់1ផ្គុំនឹង6កាត់16ចែកឲ្យ2បាន8អញ្ចឹងបាន48យើងយកទៅចែកនឹង2បន្តទៀតយក4ចែកឲ្យ2បាន2យក8ចែកឲ្យ2បាន4អញ្ចឹងកើត24ចែកនឹង2បន្តទៀតយក2ចែកឲ្យ2បាន1យក4ចែកឲ្យ2បាន2អញ្ចឹងយើងបាន12ចែកនឹង2បន្តទៀតគឺយើងបាន6ចែកនឹង2បន្តទៀតគឺយើងបាន3អញ្ចឹង3គឺត្រូវទៅចែកនឹង3បណ្ដាច់ចឹងយើងបាន1អញ្ចឹងអស់ហើយបន្ទាប់មកយើងប្រមូលផ្ដុំយកស្វ័យគុណ3អញ្ចឹងយើងត្រូវដាក់ជា3ក្រុមតែហើយយើងយកលេខ2នោះយកមកចែកគ្នាឲ្យបានស្មើគ្នាយើងកាត់យកលេខ2ចំនួន3កតាយកមកចែកគ្នាម្នាក់1ហើយយើងកាត់យក3កតាទៀតចែកគ្នាបានម្នាក់1ទៀតគឺត្រូវជា2គុណនឹង2ពេលហើយមានលេខ3មួយកតាដែលនៅសល់អញ្ចឹងយើងដាក់នៅខាងក្រៅ
បន្ទាប់មកយើងគុណលេខដែលនៅខាងក្នុងវងកញ្ចក់នោះចូលគ្នាគឺយើងបាន4ហើយយើងរឹបលេខ4មាន3កតាអញ្ចឹងយើងអាចលើកបាន4ស្វ័យគុណ3ហើយយើងគុណនឹងកតាដែលនៅសល់មួយទៀតគឺគុណនឹង3អញ្ចឹងយើងបាន4ស្វ័យគុណ3គុណនឹង3មានន័យថា192វាស្មើនឹង4ស្វ័យគុណ3គុណនឹង3អញ្ចឹងយើងយក4ស្វ័យគុណ3នេះគុណនឹង3នេះមកជំនួសឲ្យ192បន្ទាប់មកយើងរកលេខដែលអាចចេញក្រៅរ៉ាឌីកាល់បានគឺលេខដែលមានស្វ័យគុណ3អញ្ចឹងលេខ4មានស្វ័យគុណ3អាចចេញក្រៅរ៉ាឌីកាល់បានតែចំពោះលេខ3អត់មានស្វ័យគុណអញ្ចឹងត្រូវនៅជិបក្នុងរ៉ាឌីកាល់យើងចេញបាន4ជិប3តមកទៀតគឺលេខ5000លេខ5000យើងមិនចាំបាច់ចែកដូចជាកតាបឋមទេយើងអាចបំបែកមកយើងអាចធ្វើតាមវិធីបំបែកគឺយើងផ្ដាច់លេខ5ចេញឬហើយយើងមានលេខ0ចំនួន3គឺយើងអាចសរសេរជាចំនួនបាន1000ណាអញ្ចឹងយើងស្មើនឹង5គុណនឹង1000គឺយើងរឹបចំនួន0មាន03ស្មើនឹង1000បន្ទាប់មកយើងលើកចំនួនលេខ1000មាន03អញ្ចឹងយើងអាចលើកបាន10ស្វ័យគុណ3តែចំពោះលេខ5អត់អាចលើកស្វ័យគុណកើតទេអញ្ចឹងលេខដែលមានស្វ័យគុណ3អាចចេញក្រៅបានលេខ10មានស្វ័យគុណ3អាចចេញក្រៅរ៉ាឌីកាល់បានតែចំពោះលេខ5អត់ចេញក្រៅរ៉ាឌីកាល់បានទេគឺជាប់នៅក្នុងរ៉ាឌីកាល់អញ្ចឹងយើងចេញបាន10ជាប់5សូមកូនជួយចុចសញ្ញាកណ្ដឹងឲ្យអ្នកគ្រូម្នាក់មួយផងសូមអរគុណ